dục chia cùng đất tục chia mê riêngประจำជីវិតកុំឲ្យងងឹតរហូតបរណាសូមអនុមោទនាត្រង់ត្រាប់ស្ដាប់នៅពធទេសនាទាំងអស់គ្នាអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนัตยัสสะខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍មានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈអាតរេណៈដោយសេចក្តីគិរវៈជ្រះថ្លាសពកាលទាំងពួងទូព្រះបង្គំសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះកមហាសង្ឃរាជាធិបតីទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គក្នុងសាសនមណ្ឌលនេះដោយសេចក្តីគោរពជ្រះថ្លាសពកាលទាំងពួងអាភិបសូមចម្រើនពរចំពោះលោកកញ្ញាធនដែនដីមន្ត្រីរាជការភូមិឃុំគ្រប់លំដាប់ថ្នាក់ចម្រើនពររាប់អានចំពោះញោមម្ចាស់ប្រមុខដឹកនាំពិធីកិច្ចជាបណកិច្ចនាវេលាឱកាសនេះដោយសេចក្តីរាប់អានចម្រើនពរញាតិញោមពុទ្ធបរិស័ទចាស់ព្រឹទ្ធាចារ្យលោកយាយលោកតាជាពិសេសចម្រើនពររាប់អានចំពោះក្រុមគ្រួសារនៃសពញោមស្រីឧបាសិកាហមឡាចគ្រប់ក្រុមគ្រួសារមានទាយុឆែឆនទាយិកាវ៉ាភេនព្រមទាំងបុណ្យទាយុសឹមទាយិកាខឹមជីមព្រមទាំងបុណ្យទាំងពីរក្រុមគ្រួសារមានសេចក្តីទុកយ៉ាងក្រៀមក្រំអាស្រ័យទៅដោយការនិរាសប្រត់ប្រាស់បែកបាក់អ្នកម្ដាយជាទីស្រឡាញ់ជាទីពេញចិត្តស្មើដោយជីវិតថ្ងៃនេះផងដែរញោមស្រីបាសិកាហំឡាចគាត់បានធ្វើមរណការទៅកាន់លោកខាងមុខបន្សល់ទុកកូនចៅប្រុសស្រីទាំងបង្កើតទាំងប្រសាគ្រប់ក្រុមគ្រួសាររស់នៅប្រកបទៅដោយសេចក្តីទុក្ខក្របសង្កត់អាស្រ័យទៅដោយការប្រត់ប្រាស់បែកបាក់បុគ្គលជាទីស្រឡាញ់ជាទីពេញចិត្តដើម្បីបានជាបការៈនៅក្នុងការតបគុណោបការៈគុណដ៏ថ្លៃថ្លារបស់អ្នកម្ដាយលោកយាយជាទីស្រឡាញ់ជាទីពេញចិត្តកាយនេះផងដែរកូនចៅប្រុសស្រីគ្រប់រូបបានឯកភាពរៀបចំចាត់ចែងទុកដាក់រូបខណ្ឌញោមឧបាសិកាហមឡាញតាមលំអានអ្នកកាន់លទ្ធិព្រះពុទ្ធសាសនាមានការជួបជុំពុទ្ធបរិស័ទដើម្បីធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តប្រសង់ចម្រើនព្រះបរិត្តចប់ព្រះបរិត្តសូត្រនេះទៅលោកវិចាររៀបចំពិធីកិច្ចរំកិលរូបខណ្ឌញោមស្រីឧបាសិកាហមឡាចទៅកាន់ទីជាបណដ្ឋានពេលរួចចប់សពគ្រប់នៃកម្មវិធីដង្ហែសពរួចរាល់ទៅដល់ពេលដល់វេលារតនាធម្មកថាបានឱកាសលើកធម៌យកមកប្រកាសសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទគ្រាន់នឹងបានយកទៅពិចារណាដំណើរជីវិតប្រព្រឹត្តទៅរបស់យើងទាំងអស់គ្នាម្នាក់រស់នៅក្នុងពេលបច្ចុប្បន្ននេះឲ្យឃើញ
នៅសភាវៈពិតនៃជីវិតថ្ងៃនេះផងដែរធម្មកថាមានទួនាទីលើកធម៌សម្ដែងតម្រូវត្រូវនឹងអាត្មាភិក្ខុច័ន្ទដែលចូលតោសែមសុនេញបច្ចាតិកាវត្តបារមីគូដំមានទួនាទីមានភារកិច្ចតាមការរាប់អានរតនានិមន្តពីសំណាក់ក្រុមគ្រួសារចាស់សពគ្រប់ក្រុមគ្រួសារបានឱកាសនិមន្តអាត្មានឹងឲ្យមកទេដើម្បីបានយកទៅពិចារណាតាមលំអាននៃសច្ចធម៌ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងបន្សល់ទុកមកប៉ុន្តែមុននឹងបានឱកាសលើកធម៌សម្ដែងក្នុងវេលាកាសនេះសូមសំណាក់ខន្តីអភ័យទោសខ្លាចក្រែងពធូទេសនាសម្ដែងទៅហើយកប់ជួនបើមានការប៉ះពាល់សតិអារម្មណ៍ញាតិញោមអ្នកស្ដាប់ដោយប្រការណាគឺសូមអធ្យាស្រ័យខន្តីអភ័យទោសពីសំណាក់ញាតិញោមអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះមុននឹងលើកឡើងនៅពុទ្ធអវាទព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់យកមកប្រកាសសម្ដែងអាត្មាក្នុងនាមជាធម្មកថាមានទួនាទីសម្ដែងធម៌ក្នុងពេលនេះគឺសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពកូនចៅញោមឧបាសិកាហមឡាយទាំងអស់គ្នាលើកឡើងនៅចំណែកបុណ្យកុសលដែលបានបំពេញថ្នាក់ទានថ្នាក់សិលថ្នាក់ចម្រើនមេត្តាភាវនាអប់រំចិត្តជាពិសេសអានិសង្ឃបុណ្យចិញ្ចឹមប្រសង់រាល់ថ្ងៃបុណ្យកុសលដែលអាត្មាបានបំពេញធ្វើទាំងអម្បាមានសូមចែកចំណែកនៃបុណ្យកុសលនេះជូនចំពោះញោមឧបាសិកាហមឡាចបដិសន្ធិថ្មីញោមយោនយកកំណើតកើតក្នុងទីតុកទីទៀបពំរៀបស្មើដោយប្រការណាបុណ្យកុសលនេះសូមជួយយត្តយោមដួងវិញ្ញាណបានទៅបដិសន្ធិក្នុងទីប្រកបទៅដោយសេចក្តីសុខសេមសានជាភ័យភាពតទៅដើម្បីសម្រួលដល់ពេលវេលាថ្ងៃនេះអាត្មាលើកឡើងនៅព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធយកមកប្រកាសសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានជាទីសន្តាប់សម្រាប់បានជាបុណ្យជាកុសលថ្នាក់បញ្ញាតាមពិតទៅអ្វីដែលកើតនៅក្នុងវេលាកាសនេះបើសិក្សាទៅតាមធម៌របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងគឺហាក់បីដូចជាមិនមែនជារឿងថ្មីសម្រាប់ញាតិញោមយើងទាំងអស់គ្នាទេណាយល់បាទអ្វីដែលយើងជួបទៅពេលនេះគឺជារឿងចាស់ដែលវាធ្លាប់កើតមានតាំងតែពីយូរលង់ណាស់មកហើយបើគិតឲ្យដល់មែនតែនសេចក្តីស្លាប់នេះមានតាំងតែពីព្រះសម្មាសម្ពុទ្ធព្រះអង្គអត់តន់ត្រាស់ដឹងកាលពីព្រះអង្គមិនតន់ស្វែងរកនៅសច្ចធម៌មិនតន់បានคล้ายទៅជាព្រះសម្មាសម្ពុទ្ធមនុស្សទេវតាទាំងឡាយគោរពកោតខ្លាចគោរពបូជាក៏មានបុគ្គលដែលកើតមកហើយត្រូវទទួលយកនៅសេចក្តីស្លាប់ដូចញោមឧបាសិកាហមឡាចចឹងដែរចឹងបើយើងសិក្សាឲ្យស៊ីជម្រៅស្វែងយល់ឲ្យដល់មែនតែនទៅសេចក្តីស្លាប់នេះគឺវាមានគ្រប់តែក្រុមគ្រួសារមិនថាតែគ្រួសាររបស់ញោមមិនថាតែគ្រួសាររបស់អាត្មាសែមសុខនេញអ្នកទេសនាមិនថាតែញាតិញោមណាផ្សេងទេគឺឲ្យតែកើតមកនៅក្នុងលោកសន្និវាសនេះគឺសត្វសឹងតែត្រូវជួបប្រទះជាមួយនឹងសេចក្តីស្លាប់សត្វសឹងតែត្រូវជួបប្រទះជាមួយនឹងការប្រត់ប្រែស
សត្វសឹងតែជាបុគ្គលដែលធ្លាប់ខូចចិត្តក្នុងពេលដែលបុគ្គលជាទីស្រឡាញ់ជាទីពេញចិត្តរបស់ខ្លួនហើយត្រូវមានការនិរិះប្រត់ប្រាស់បែកបាក់គ្នាថ្ងៃនេះដើម្បីសម្រួលដល់ពេលវេលាម៉ោងពេលត្រូវទេសនាអាត្មាជាស្រ័យមិនបានទេសឲ្យវាបានយូរឡាយអីទេព្រោះចាប់ពីនេះទៅគឺត្រូវនៅមួយក្រែទៀតនៅផ្សារអង្គរណោះញោមព្រឹកមិញគឺទេសនៅភ្នំពេញចេញពីភ្នំពេញមុននេះទីរួមខេត្តតាកែវចេញពីទីរួមខេត្តតាកែវមកបាស្រែអង្គរបរិយនេះចប់ពីបាស្រែអង្គរបរិយទៅគឺផ្សារអង្គរខាងត្បូងឯនោះមួយទៀតណាចុះមកចឹងដើម្បីសម្រួលពេលវេលាអាត្មាលៃលោកលើកឡើងនៅព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធមួយកន្លែងយកមកប្រកាសសម្ដែងជាការក្រើនរំលឹកដាស់សតិស្មារតីញាតិញោមទាំងអស់គ្នាកុំឲ្យភ្លេចកុំឲ្យភ្លេចហ្នឹងគឺកុំឲ្យភ្លេចរឿងអីគឺកុំឲ្យភ្លេចតាក់ទងជាមួយនឹងសេចក្តីស្លាប់នឹងតែម្ដងញាតិញោមដែលបានឱកាសអញ្ជើញមកស្ដាប់ធម៌ថ្ងៃនេះបើគិតឲ្យដល់មែនទែនបើទោះបីជាអាត្មាមិនទេសឲ្យញោមស្ដាប់ក៏ញាតិញោមទាំងអស់គ្នាសុទ្ធសឹងតែមាននៅធម្មសង្វេគតក់ស្លុតជាមួយនឹងដំណើរជីវិតរបស់ញោមម្នាក់ហើយអមិនបានជាថាញោមមានធម្មសង្វេគក្នុងខ្លួនថាដោយសារតែពេលដែលយើងអញ្ជើញមកថ្ងៃនេះបុណ្យថ្ងៃនេះគឺគេហៅថាបុណ្យជាបណកិច្ចជាបណកិច្ចកើតអាស្រ័យដោយហេតុអីថាកើតអាស្រ័យទៅដោយហេតុមានអ្នកស្លាប់អ្នកណាគេហៅថាអ្នកស្លាប់គឺញោមឧបាសិកាហោមឡាញអ្នកញោមមកគាត់ឲ្យឈ្មោះថាជាបុគ្គលដែលអស់នៅកម្មសិទ្ធិដែលហៅថាជាអ្នកសម្រេចចិត្តទទួលយកនៅមរតកចុងក្រោយសម្រាប់គាត់ពោលគឺសេចក្តីស្លាប់នឹងតែម្ដងឥឡូវសួរថាសេចក្តីស្លាប់នេះមានតែចំពោះញោមហោមឡាតែម្នាក់ឯងឬក៏យ៉ាងម៉េចថាអត់ទេតកតងមួយសេចក្តីស្លាប់នេះគ្រប់មនុស្សគ្រប់រូបនៃសពសត្វគឺវាតែងតែមានការទទួលយកនៅសេចក្តីស្លាប់នឹងឯងដូចគ្នាបានជាអ្នកប្រាជ្ញលោកលើកឡើងចងជាសេចក្តីដើម្បីជាការក្រើនរំលឹកយើងទាំងអស់គ្នាអ្នកមានជីវិតរស់នៅឋានចេះញោមអស់អោគួរសង្វេគអាសូរពេករូបរាងកាយប្រោសស្រីផងទាំងឡាយតែងបែកធ្លាយជាធម្មតាក្មេងចាស់មិនកំណត់តាមដោយបទបល័យថាអនិច្ចំនិងទុក្ខាអនត្តា3នោះមិញអនិច្ចំថាមិនទៀងកើតហើយលអៀងស្លាប់ទៅវិញទុក្ខាំទុក្ខពោពេញឥតស្រាកស្រានវេលាណាអនត្តាមិនមានខ្លួនមិនខ្ចប់ខ្ជួនឥតខ្លឹមទេសូនសោះទាំងយើងគេប្រត់ប្រាស់ចោលទ្រព្យសម្បត្តិកែដែរបានន័យថាសេចក្តីស្លាប់នេះវាមិនមែនជាកម្មសិទ្ធិដាច់មុខរបស់បុគ្គលណាម្នាក់ទេញាតិញោមទាំងអស់គ្នាញោមត្រូវពិចារណាឲ្យឃើញអញ្ចឹងណាញោមណាគ្រប់រូបនៃសពសត្វដែលកើតមកនៅក្នុងលោកសត្វវិសនេះមរតកដែលយើងត្រូវទទួលយកហើយខាតមិនបានពោលគឺសេចក្តីស្លាប់នឹងតែម្ដងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាសេចក្តីស្លាប់នេះប
បើទោះបីជាញោមចង់ក៏ត្រូវតែស្លាប់ញោមមិនចង់ក៏ត្រូវតែស្លាប់ហើយបើសួរថាមនុស្សគ្រប់រូបតើមានអ្នកណាដែលចង់ស្លាប់ទេអាត្មាជឿជាក់ថាអារឿងស្លាប់នេះវាតល់ណាតែអ្នកតល់ច្រកមែនតើណាញោមអ្នកបាស្រែទាំងអស់គ្នាបើមិនតល់ច្រកដូចញោមហើយនឹងអាត្មាហើយញោមនេះទេបើទោះបីជាឈឺដេកដួលនឹងកទេយ៉ាងណាក៏ដោយបើសួរតែចង់ស្លាប់ព្រាមក៏នៅតែមិនតន់ចង់មែនយូរបាស្រែគោបរិយទាំងអស់គ្នាបើទោះបីជាឈឺដេកនឹងកទេលញោមមកត្រូវតែស្លាប់ថ្ងៃស្អែកហើយសួរតែចង់ទេក៏នៅតែមិនចង់បើលឺតែពេទ្យណាដែលគេប្រកែពេទ្យណាដែលគេមានថ្នាំតែស័ក្តិសិទ្ធិឲ្យតែមកគ្រាប់$5,000ក៏ដោយក៏បន្ថយលក់ដីស្រែយកទៅទិញថ្នាំនឹងយកមកពិសាដែរថាដោយសារអីបានជាត្រូវពិសាថ្នាំគ្រាប់តែវាមានតម្លៃតែចង់រក្សាជីវិតរបស់យើងទាំងអស់គ្នានឹងឯងឲ្យគង់ក៏ប៉ុន្តែអាត្មាចង់លើកប្រាប់ញោមថាបើទោះបីជាយើងប្រឹងប្រែងនៅក្នុងការថែរក្សាជីវិតនឹងឲ្យខ្លាំងក្លាយ៉ាងណាក៏ដោយក៏យើងវាអត់មានសិទ្ធិហាមឃាត់វាមិនអាចដើម្បីមានសិទ្ធិថែរក្សារបស់នឹងឲ្យវាគង់វង្សឲ្យវាថិតថេរនៅជាមួយយើងបានជាប់លាប់យូរវែងទៅមុខបានទេដោយសារអីដោយសារតែធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទុកនៅក្នុងអង្គត្តរនិកាយឆក្កនិបាតធម៌ពុ6គឺព្រះអង្គសម្ដែងតាក់ទងជាមួយនឹងអភពនដ្ឋានអភពនដ្ឋាន6យ៉ាងប្រែទៅធម៌ដែលយើងទាំងអស់គ្នាត្រូវសម្គាល់អាត្មាប្រើពាក្យថាយើងនេះញោមយើងគឺបានន័យថាទាំងអស់តែគ្នាមិនថាអញ្ចឹងញោមអ្នកអង្គរបរិយទាំងអស់គ្នាប្រើពាក្យថាយើងនឹងបានន័យថាធម៌ហ្នឹងគឺជារបស់យើងទាំងអស់គ្នាមិនមែនរបស់សែមសុកនេកម្នាក់ឯងក៏ទេមិនមែនរបស់ញាតិញោមអ្នកបាស្រែតែម្នាក់ឯងក៏ទេមិនមែនជារបស់ញោមអ្នកអង្គរបរិយផ្ដាច់មុខម្នាក់ឯងក៏ទេដែរបានន័យថាធម៌ទាំង6ដែលឲ្យឈ្មោះថាអភពនដ្ឋាននេះគឺជាធម៌ដែលយើងគ្រប់គ្នាត្រូវសម្គាល់អមិតបានជាមកឲ្យញោមសម្គាល់នៅធម៌ទាំង6ហ្នឹងដោយសារតែអញ្ចេះមនុស្សយើងភាគច្រើនគឺវាតែងតែមានការភ្លេចខ្លួនណាញោមណាមានអំនួតអួតអាងគិតតែខ្លួនឯងវាខ្លាំងវាប្រកែដល់តែពេលយើងគិតអារឿងភាពខ្លាំងភាពប្រកែរបស់ខ្លួនឯងវាទៅជាគិតថាយើងនឹងវាក្រំបើស្លាប់តែគេទៅខ្ញុំនៅក្រំបើខ្ញុំមិនស្លាប់ធ្វើអីខ្ញុំញោមមើលញាតិញោមឥឡូវបើធ្វើអីខ្ញុំបើខ្ញុំមិនស្លាប់តែគ្មានអ្នកណាគេមកធ្វើអីញោមទេរឿងដែលឲ្យគេធ្វើនេះវាគ្មានអ្នកណាហ៊ានមកធ្វើញោមក៏ប៉ុន្តែអ្នកដែលហ៊ានធ្វើញោមដឹងខ្លួនញោមស្រាប់ដែរយើងវារស់នៅក្រោមរបបសេនារបស់មច្ចរាជសេនាមច្ចរាជនេះណាញោមណាមួយថ្ងៃគឺគេសញ្ជឹងកិតគេរំពៃកិនប្រមើមើលតើអ្នកណាសំគួរនឹងត្រូវយកត្រឡប់ទៅវិញតាមពិតញាតិញោមយើងទាំងអស់គ្នាថ្ងៃនេះបើសិនជាគិតតាមធម៌ណាញោមណាសេនាមច្ចរាជគឺកំពុងតែខ្វៀលណាញោមណាខ្វៀលដូចយើងខ្វៀលគោខ្វៀលកបីខ្វៀលអីអញ្ចឹងណាញោមគឺគេតាមមើលយើង
គេមានការថ្លឹងថ្លែងតើពេលនេះវាសំគួរដែលត្រូវយកយើងត្រឡប់ទៅវិញហើយឬនៅបើវាមិនតាន់សំគួរទេគេចេះទៅទុកឲ្យញោមមានពេលត្រូវបានឱកាសបំពេញសេចក្តីល្អមានពេលត្រូវមានឱកាសអង្គុយស្ដាប់ធម៌មានពេលត្រូវមានឱកាសរក្សាសិលអីជាដើមរាល់ថ្ងៃអញ្ចឹងទៅតែបើសំគួរហើយដូចញោមស្រីឧបាសិកាហោមឡាអញ្ចឹងញោមហោមឡាបានន័យថាជាអ្នកដែលសំគួរដែលត្រូវបានសេនារបស់មច្ចរាជហ្នឹងគឺចូលត្រឡប់ទៅវិញហើយដោយសារអីបុណ្យកុសលទ្រទ្រង់របស់គាត់បានត្រឹមតែអាយុ92ប៉ុណ្ណឹងឯងចង់ឲ្យលើសដល់93 94 95ក៏ទៅអត់រួចអាមិនបានជាទៅមិនរួចថាដោយសារតែបុណ្យចេះតែតែងគាត់ឲ្យបានត្រឹមតែអាយុប៉ុណ្ណឹងតែអាយុប៉ុណ្នេះក៏នៅតែច្រើនដែរណាញោមបច្ចុប្បន្ននេះអាយុខៃរបស់យើងនៅត្រឹមតែ74ឆ្នាំកន្លះទេញោមអើយនៅត្រឹមតែ74ឆ្នាំកន្លះញោមតែញោមហមឡាគាត់បានដល់92បើប្រៀបជាមួយនឹងអាយុខៃលើសមិនតិចឆ្នាំញោមចូលចិត្តដល់20ជាងឆ្នាំញោមមើលដល់ទៅពេលអញ្ចឹងអាចនិយាយបានថាសេចក្តីស្លាប់របស់គាត់គឺការស្លាប់ហ្នឹងគឺស្លាប់ដោយសំគួរសំទៅតាមពេលវេលាស្លាប់ទៅដោយការអស់អាយុស្លាប់ទៅដោយការអស់បុណ្យឃើញទេមនុស្សយើងជួនកាលអាយុនៅមានតែបុណ្យកុសលទ្រទ្រង់គ្មានក៏អាចស្លាប់ជួនកាលអាយុវាត្រូវអស់តែបុណ្យកុសលនឹងឯងនៅទ្រទ្រង់ក៏អាចដើម្បីញ៉ាំងជីវិតឲ្យរស់នៅបន្តបន្ទាប់រហូតទៅដល់អាយុ90ផ្លាយឆ្នាំអញ្ចឹងទៅញោមហោមឡាចបើគិតពីគាត់អាយុរបស់គាត់គឺត្រូវអស់ហើយអស់តាំងពីគាត់ស្ថិតនៅក្នុងអាយុ74 75ឆ្នាំឯណោះតែដោយសារអីបានជាគាត់អាចញ៉ាំងខ្លួនឯងឲ្យរស់នៅបានទៅដល់អាយុ92ថាដោយសារតែបុណ្យកុសលរបស់គាត់ទ្រទ្រង់នឹងវាច្រើនបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងចេះយោផងសម្ដែងថាដើម្បីទាមទារឲ្យរស់នៅបានយូរវែងទាមទារឲ្យរស់នៅបានអាយុវែងគឺព្រះអង្គឲ្យយើងប្រឹងធ្វើបុណ្យបុណ្យចាស់បូកជាមួយនឹងបុណ្យថ្មីទ្រទ្រង់ទៅវាធ្វើឲ្យយើងនឹងឯងមានឱកាសរស់នៅបានយូរវែងឃើញទេថ្ងៃនេះដើម្បីឲ្យញោមបានមានការចាប់អារម្មណ៍ជាមួយនឹងដំណើរជីវិតរបស់យើងខ្លះអាត្មាលើកពីធម៌របស់យើងទាំងអស់គ្នានឹងយកមកទេតាក់ទងជាមួយនឹងធម៌6យ៉ាងដែលឲ្យឈ្មោះថាអភពនដ្ឋានអភពនដ្ឋាននេះគឺប្រែទៅធម៌ដែលយើងត្រូវសម្គាល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាទី1យ៉ាងកញ្ចិសង្ខារੰនៃចតោឧបកន្តំញាតិញោមទាំងអស់គ្នាញោមកុំគិតថាសង្ខារទាំងឡាយដែលតាក់តែងយើងរាល់តែថ្ងៃនឹងថាទៀងណាញោមគឺវាអត់ទៀងទេមនុស្សយើងម្នាក់គឺរមែងផិតនៅក្នុងសម្ញ្ញលក្ខណៈធម៌3អនិច្ចំគឺសភាពតែវាអត់ទៀងទុក្ខំសភាវៈប្រកបទៅដោយសេចក្តីទុក្ខនឹងវាច្រើនអនត្តាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាអវៈអវ័យទាំងឡាយទាំងពួងហ្នឹងគឺវាមិនមែនជារបស់យើងទាំងអស់គ្នាទេកាន់ទេអនិច្ចំសភាពដែលវាអត់ទៀងដោយហេតុចេះញោមដោយហេតុថាមនុស្សយើងទាំងអស់គ្នាណែ
បន្ទាប់អំពីការកើតមកមានជាតិវាត្រូវឲ្យមានទុក្ខចឹកបានន័យថាសេចក្តីទុក្ខដែលយើងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះវាអាស្រ័យទៅដោយមានជាតិមានវាធ្វើឲ្យយើងមានទុក្ខពេលដែលមានជាតិវាស្មើឲ្យយើងទាំងអស់គ្នានឹងឯងមានសេចក្តីទុក្ខពេលដែលជាតិនឹងឯងមានវាធ្វើឲ្យយើងមាននៅចរិយាពេលដែលមាននៅចរិយាវាស្មើឲ្យយើងទាំងអស់ហ្នឹងមាននៅសេចក្តីចាស់ទ្រុឌទ្រោមក្រំគ្រាកណ្ណាពេលដែលយើងជួបប្រទះជាមួយនឹងជាតិជួបប្រទះជាមួយនឹងចរិយាវាធ្វើឲ្យយើងមានជំងឺតម្កាត់ដែលហៅថាជាធិដែលបៀតបៀនសរីរៈរាងកាយយើងរាល់ថ្ងៃនោះឯងពេលដែលជាធិជំងឺតម្កាត់បៀតបៀនត្រំត្រជាមួយនឹងអាការឈឺថ្កាត់នឹងអត់បានមរណៈសេចក្តីស្លាប់ក៏វាត្រូវប្រកបឡើងកើតឡើងនៅជាបន្តកណ្ណាចឹកថ្ងៃនេះគឺចង់ប្រាប់ញោមថាអ្វីដែលយើងជួបនៅថ្ងៃនេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងឲ្យឈ្មោះថាអនិច្ចំសភាពតែវាអត់ទៀងគឺវាអត់ទៀងអាស្រ័យទៅដោយវាមានជាតិជាខាងដើមញាតិញោមត្រូវដឹងខ្លួនឯងចឹងថារាល់ថ្ងៃនេះអត់ទៀងទេការជួបគ្នានៅពេលនេះមិនប្រកាសថាស្អែកឡើងគឺយើងមានឱកាសត្រូវបានជួបគ្នាអញ្ចឹងទៀតតែអត់គឺយើងអត់ប្រកាសថ្ងៃនេះយើងមកជូនដំណើរញោមឧបាសិកាហមឡាចតែមិនប្រកាសថាស្អែកយើងអាចរួចខ្លួនគេបញ្ជូនដំណើរយើងដូចយើងជូនដំណើរញោមហមឡាចអញ្ចឹងគឺអត់ប្រកាសដែរជាបញ្ជាថ្ងៃហ្នឹងធ្វើបុណ្យជាបណកិច្ចជូនញោមហមឡាចស្អែកឡើងគេធ្វើបុណ្យហ្នឹងជូនយើងអញ្ចឹងវិញក៏ថាបានយល់មើលញាតិញោមឮទេខ្ញុំឮដែរអាហ្នឹងវាមិនទៀងអញ្ចឹងយល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងសម្គាល់កុំគិតថាអ្វីទាំងឡាយទាំងពួងនឹងទៀងគឺអត់ទៀងទេទី2យ៉ាងកញ្ចេសង្ខារੰសុគតោឧបកន្តំញោមកុំគិតថាជីវិតកើតមករបស់យើងទាំងអស់គ្នាសិតសឹងតែជួបប្រទះជាមួយនឹងសេចក្តីសុខតែម្យ៉ាងអត់ទេការរស់នៅរបស់យើងរាល់ថ្ងៃនេះជួនកាលក៏វាជួបប្រទះជាមួយនឹងសេចក្តីសុខជួនកាលទៀតក៏មិនបានជួបសុខវាទៅជាជួបទុក្ខហើយមនុស្សយើងនេះណាញោមណាបើជួបប្រទះជាមួយនឹងសេចក្តីសុខអត់អីទេអាចិត្តហ្នឹងគឺសប្បាយរីករាយទទួលយកតែដល់ទៅពេលវាប្រែคล้ายទៅជាជួបជាមួយនឹងការកើតទុក្ខមនុស្សយើងម្នាក់អាត្មាជឿជាក់ថាបឋមជននេះបើថ្មីត្បិតតែដឹងតែកើតមកហើយគឺវាត្រូវតែជួបទុកអញ្ចឹងក៏ពិតមែនតែគ្មានអ្នកណាចង់ជួបទេមិនថាតែញោមអ្នកអង្គរបុរីមិនថាតែអាត្មាអ្នកព្រៃកបាស់មិនថាតែញាតិញោមកលែងណាផ្សេងទេបើឲ្យជួបជាមួយនឹងសេចក្តីទុក្ខគាត់ថាដូចជារស់ដូចជាស្មើនឹងស្លាប់នៃគុណញាតិញោមខ្លះជួបអាទុកនឹងវាច្រើនពេកគាត់ថាបើស្ទើរកំណើតងាប់ស្អែកនឹងត្មងទៅយល់មើលឮទៅខ្ញុំឮដែរចឹងសេចក្តីប្រាថ្នាយើងគឺយើងចង់តែទទួលបានសេចក្តីសុខតែម្យ៉ាងតែយើងត្រូវដឹងថាពេលដែលកើតមកវាគ្មានអ្នកណាសុខរហូតទេណាញោមបាទគ្មានអ្នកណាដែលកើតមកហើយមិនទទួលបាននូវសេចក្តីទុក្ខលាយឡំហ្នឹងគឺគ្មានទេពុទ្ធជាអង្គម្ចាស់ព្រះអង្គត្រាស់ប្រកាសសម្ដែងថាឲ្យតែយើងស្ថិតនៅក្នុងវដ្តសង្សារពេលដែលយើងស្ថិតនៅក្នុងវដ្តសង្សារនេះគឺវាត្រូវជួបអញ្ចឹងណាញោមទី1គឺជួបអាការយំសោក
ដូចថ្ងៃនឹងជាដើមកាលពីរឿងរ៉ាវទាំងអស់នេះវាមិនតាន់កើតឡើងមានអីក្រុមគ្រួសារចាស់ប៉ុនយើងថ្ងៃនេះយើងសប្បាយយើងរីករាយប្រស្រ័យតាក់ទងគ្នាទឹកមុខញញឹមញញែមតែដល់ទៅពេលត្រូវបានប្រត់ប្រាស់អ្នកម្ដាយជាទីស្រឡាញ់អ្នកមានគុណជាទីពេញចិត្តស្មើដោយជីវិតអភាពសប្បាយភាពរីករាយវាប្រែคล้ายទៅយ៉ាងម៉េចប្រែคล้ายទៅជាមានការយំសោកសង្រេងបង្ហាញពីភាពស្ដាយសំណោះអាឡោះអាល័យចេះទេព្រះពុទ្ធព្រះអង្គសម្ដែងថាបើយើងស្ថិតនៅក្នុងវត្តដាក់នេះអ្វីដែលត្រូវជួបទី1គឺតាក់ទងជាមួយនឹងការយំសោកការយំសោកកើតអាស្រ័យអីថាអាស្រ័យទៅដោយមានអ្នកស្លាប់អ្នកយល់មកពេលដែលមានអ្នកស្លាប់អាការយំហ្នឹងវាត្រូវកើតមានពេលដែលមានអ្នកស្លាប់វាកើតអាស្រ័យដោយមានអីថាស្លាប់អាស្រ័យកើតដោយមានចរិយាមានដោយសារអីដែលមានអាស្រ័យដោយមានជាតិមានអាស្រ័យដោយមានអីដែលមានអាស្រ័យដោយមានភពគេណាភពមានអាស្រ័យដោយមានឧបាទានមានអាស្រ័យដោយមានតណ្ហាមានអាស្រ័យដោយមានវេទនាមានអាស្រ័យដោយមានភាសាមានអាស្រ័យដោយមានអាយតនធម៌ទាំង6អាយតនធម៌ទាំង6មានអាស្រ័យដោយមាននាមរូបនិងរូបមានអាស្រ័យដោយមានវិញ្ញាណមានអាស្រ័យដោយមានសង្ខារមានអាស្រ័យដោយមានអវិជ្ជាចឹងបានន័យថាការយំសោករហូតទៅដល់សង្ខារដែលមានតតែយើងរាល់ថ្ងៃនេះមានអាស្រ័យទៅដោយមានអវិជ្ជាជាខាងដើមអវិជ្ជានឹងឯងគឺជាហេតុនាំឲ្យសង្ខារនឹងឯងកើតមានពេលដែលអត់មានសង្ខារណាយោវិញ្ញាណក៏អត់មានពេលដែលអត់វិញ្ញាណនាមនិងរូបក៏គ្មានពេលដែលអត់នាមនិងរូបភាសាគ្មានពេលដែលអត់ភាសាវេទនាក៏អត់ពេលដែលអត់មានវេទនាតណ្ហានឹងក៏គ្មានពេលដែលអត់មានតណ្ហាឧបាទានក៏គ្មានពេលដែលអត់មានឧបាទានភពក៏អត់មានពេលដែលអត់មានភពជាតិក៏គ្មានពេលដែលវាអត់មានជាតិហើយឥឡូវសួរថាចរិយានឹងឯងមានមកតាមណាហើយពេលដែលអត់មានចរិយាហើយសួរថាសេចក្តីស្លាប់នឹងឯងធ្វើឲ្យម៉េចឲ្យកើតមានពេលដែលអត់មានសេចក្តីស្លាប់នេះណាយល់មកអាការយំសោកហ្នឹងក៏វាអត់មានចឹងដែរព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាពេលមតោទាយកោសោកោសេចក្តីសោកគឺវាកើតចេញពីការស្រឡាញ់ការពេញចិត្តយើងស្រឡាញ់យើងពេញចិត្តជាមួយនឹងបុគ្គលណាខ្លាំងពេលដែលបុគ្គលនឹងប្រត់ប្រាស់ពីយើងអ្នកតួយ៉ាងដូចជាញោមស្រឡាញ់អ្នកម្ដាយហោមឡាញឥឡូវញោមម្ដាយហោមឡាញគាត់ធ្វើដំណើរចោលយើងទាំងអស់គ្នាដោយគ្មានពេលត្រូវវិលត្រឡប់មកវិញចឹងយើងទាំងអស់គ្នាក្នុងនាមជាសាច់ញាតិណាពេលដែលប្រត់ប្រាស់បែកបាក់ជាមួយបុគ្គលជាទីស្រឡាញ់ជាទីពេញចិត្តអញ្ចឹងវាធ្វើឲ្យយើងគ្រប់គ្នានឹងឯងទទួលយកនៅសេចក្តីទុក្ខចឹងសេចក្តីទុក្ខនេះណាញោមជារឿងដែលយើងត្រូវសម្គាល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកើតមកហើយបើកើតនៅក្នុងតកូលដែលអត់សមាទិដ្ឋិក៏កើតទុក្ខបានកើតមកកំណើតជាមនុស្សហើយបើសិនជារូបរាងកាយសារពាង្គកាយទាំងមូលវាអត់សមស្របវាអត់ដល់ព្រមក៏យើងកើតទុក្ខបានកើតមកជាមនុស្សហើយប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិមិនមានបានដូចគេក៏យើងកើតទុក្ខចឹងណាកើតមកជាមនុស្សមានរូបរាងកាយហើយបើសិនជាមួយថ្ងៃស្ពាយតែស្បោងឆ្នាំពេទ្យណាយល់មកអានេះសុខឬក៏ទុក្ខវាសុទ្ធសឹងតែកើតទុក្ខឃើញទេ
จักบ้านในท่าศึกในตุกนี้ជារឿងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងទាំងអស់គ្នាត្រូវសម្គាល់ក្រំដែលថាបឋមជនជួនកាលចេះញោមបងបសម្ដែងថានឹងជាហេតុនាំឲ្យកើតទុក្ខតែយើងវាមើលមិនឃើញពីចំណុចកើតទុក្ខវាទៅជាហេតុនាំឲ្យកើតសុខទៅវិញកែណាព្រះអង្គថានឹងវាអត់ទៀងយើងសម្គាល់ថានឹងគឺវាទៀងអង្គសម្គាល់ថានេះជាទុក្ខយើងសម្គាល់ថាអានឹងវាជាសុខបងសម្គាល់ថាអានឹងវាមិនមែនជារបស់យើងទេយើងសម្គាល់ថាអានឹងគឺជារបស់ខ្ញុំយល់មើលដល់តែពេលសម្គាល់ចុះសម្គាល់ឡើងវាធ្វើឲ្យយើងទាំងអស់គ្នានឹងឯងកើតនៅសេចក្តីទុក្ខវាអត់មានពេលដែលត្រូវស្រាកស្រានចឹងថ្ងៃនេះអាត្មាចង់ប្រាប់ញោមថាអ្វីដែលញោមត្រូវសម្គាល់ញោមត្រូវគិតថាជីវិតរបស់យើងរស់នៅរាល់ថ្ងៃនេះញោមកុំគិតថាការរស់នៅរបស់យើងគឺសត្វសឹងតែទទួលបាននៅសេចក្តីសុខតែម្យ៉ាងគឺអត់ទេណាញោមគឺវាត្រូវមានសេចក្តីទុក្ខនឹងឯងត្រូវលាយឡំជាមួយផងដែរទី3យ៉ាងកញ្ចេធម្មੰអត្តតោឧបកន្តងញោមកុំគិតថាអ្វីទាំងឡាយទាំងពួងដែលយើងជួបប្រទះរាល់តែថ្ងៃសុទ្ធសឹងតែជារបស់យើងគឺអត់ទេពុទ្ធព្រះអង្គសម្ដែងថាអនត្តាអនត្តាប្រែថាសភាវៈដែលវាមិនមែនជារបស់យើងពេលដែលយើងប្រើពាក្យថាមិនមែនជារបស់យើងអញ្ចឹងបានន័យថាអ្វីទាំងអស់ហ្នឹងវាអត់ស្ដាប់ការបង្កប់បញ្ជារបស់យើងទាំងអស់គ្នាទេដូចតួយ៉ាងដូចជាសក់ញោមស្គាល់សក់ហ៎សក់វាធ្លាប់តែខ្មៅមិនថាអញ្ចឹងញោមណាតែដល់ទៅពេលឥឡូវចូលមកដល់វ័យ50ជាង60ផ្លាយ7ជាងនេះសក់ធ្លាប់តែខ្មៅវាប្រែคล้ายទៅជាសឥឡូវសួរតែញោមចង់ឲ្យសក់នឹងវាប្រែពណ៌អញ្ចឹងហ៎ថាអត់ចង់ទេដេចគុណចុះបើមិនចង់អញ្ចឹងអាម៉េចក៏មិនខាត់ថាខាត់វាមិនស្ដាប់ដេចគុណដល់ថ្នាក់ចំណាយលុយទិញថ្នាំយកមកលេបឲ្យវាខ្មៅមិនបានប្រមាណវាទៅជាសវិញទៀតឃើញណាញោមមើលអានឹងដោយសារអីដោយសារតែអនត្តាណាញោមណាស្បែកវាធ្លាប់តែតឹងណែនក្តន់ដល់ទៅពេលចូលមកដល់វ័យដូចញោមនេះប្រែពីតឹងណែនក្តន់វាទៅជាជ្រាវជ្រួញភ្នែកធ្លាប់តែមើលឃើញច្បាស់ចូលមកដល់វ័យដូចញោមហើយនឹងអាត្មាបើអត់មានអីជំនួយមើលពុកគេមើលមិនស្គាល់ញាតិញោមឮទៅខ្ញុំឮដែរអានឹងជាអីដែលគុណអានឹងគេហៅថាជាអនត្តាដែលយើងហៅថាអនត្តាបានន័យថាវាអត់ស្ដាប់ការបង្កប់បញ្ជាយើងទេដែលញោមអ្វីដែលវាត្រូវប្រែប្រួលគឺវាត្រូវតែប្រែប្រួលទៅតាមច្បាប់នៃធម្មជាតិចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថាយ៉ាងកញ្ចេធម្មੰអត្តតោឧបកន្តងកុំឲ្យញោមគិតថាអ្វីទាំងអស់ហ្នឹងសុទ្ធសឹងតែជារបស់យើងគឺវាមិនមែនជារបស់យើងទេគឺវាជារបស់អនត្តាទី4យ៉ាងកញ្ចេបាបកម្មੰកាតងញោមត្រូវតែដឹងថាអំពើទាំងឡាយណាដែលយើងបានធ្វើហើយបើទោះបីជាអំពើនឹងអាក្រក់យ៉ាងណាក៏ដោយព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គត្រាស់ប្រកាសសម្ដែងថាកុំធ្វើអំពើនឹងឲ្យវាខ្លាំងពេកអំពើអាក្រក់នេះពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាកុំជាយាមធ្វើឲ្យវាខ្លាំងពេកអមិនបានជាមិនឲ្យធ្វើរឿងអាក្រក់នឹងវាខ្លាំងថាកម្មអាក្រក់នេះបន្ទាប់អំពីយើងធ្វើទុកមកវាច្រើន
ពេលដែលកម្មនឹងឯងវាត្រូវឲ្យផលវាធ្វើឲ្យយើងនឹងឯងពិបាកញាតិញោមអ្នកបាស្រែទាំងអស់ញោមដឹងហើយញាតិញោមខ្លះណាញោមណាអំណាចកម្មអាក្រក់ធ្វើទុកមកវាច្រើនពេកដល់ទៅពេលទៀតធ្វើមរណកាលអាកម្មនឹងឯងវាត្រូវឲ្យផលយើងអ្នកមានជីវិតរស់នៅមើលគាត់ធ្វើដំណើរទៅមុខនេះដូចជាពិបាកភ្នែកមើលញោមមើលញាតិញោមខ្លះអាត្មាជួបណាស់ញោមបាទកាលពីនៅមានកម្លាំងគាត់និយាយលួនគាត់អញ្ចឹងគាត់ថាគោដែលវាកំពុងតែមានកម្លាំងអាគោយើងកំពុងតែឡើងកណាញោមបាទគាត់ថាពីដើមអាគោឡើងកមកដៃថ្មោលដៃគុណកណាគាត់ថាអញ្ចឹងកាលពីគាត់នៅមានកម្លាំងដាក់គោមកដៃថ្មោលប៉ុន្តែទៅពេលគាត់ឈឺធ្លាក់ខ្លួនដេកដួលនឹងកទីលញោមដឹងថាអាកម្លាំងវាយគោពេលដែលឲ្យផលវាពិបាកយ៉ាងម៉េចហ៎គោគាត់វាយតែម្នាក់ឯងទេប៉ុន្តែទៅពេលគាត់ណាញោមគ្នា4នាក់ចាប់គាត់ម្នាក់អត់ឈ្នះញោមមើលញាតិញោមពុទ្ធព្រះអង្គសម្ដែងណាត់ហេកម្មੰសមាំងពលំកម្លាំងអីឲ្យវាខ្លាំងជាងកម្លាំងកម្មហ្នឹងគឺគ្មានទេចឹងដែរពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាកម្មអាក្រក់ញោមកុំជាយាមធ្វើឲ្យវាច្រើនពេកពេលដែលជាយាមធ្វើកម្មអាក្រក់នឹងច្រើនកម្មអាក្រក់នឹងឯងឲ្យផលវាធ្វើឲ្យយើងនឹងឯងពិបាកជាបញ្ជាដោយអំណាចនៃកម្មអាក្រក់នឹងឲ្យផលវាធ្វើឲ្យយើងវង្វេងជាតិវង្វេងកំណើតក៏ថាបានពេលដែលជាតិវង្វេងកំណើតវង្វេងហើយកិច្ចឆោមនុស្សបដិលាភោព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាកើតមកជាមនុស្សវិញបានដោយប្រមាទចឹងណាពីព្រោះកំណើតមនុស្សជាកំណើតដ៏មហាសែនថ្លៃកើតអាស្រ័យទៅដោយមានបុណ្យកុសលទ្រទ្រង់ហើយបើយើងខ្វះបុណ្យកុសលទ្រទ្រង់កំណើតជាតិមុខទៅមិនអាចដើម្បីនឹងបានកើតមកជាមនុស្សអញ្ចឹងទៀតទេណាញោមអ្នកបាស្រែទាំងអស់គ្នាទី5យំយ៉ាងកញ្ចេខំម៉ាំងបហាណាំងឧបកន្តងបន្ទាប់អំពីរូបរាងកាយរបស់យើងនឹងឯងស្លាប់ទៅញោមកុំគិតថាកូនចៅរបស់យើងនឹងឯងគេត្រូវរក្សារូបរាងកាយរបស់យើងទុកគោរពបូជារហូតមិនបូជាជាមួយព្រះអគីមិនយកទៅកប់នៅក្នុងពធរណីអសោះកូនចៅស្រឡាញ់យើងហើយក្នុងនាមម្ដាយឪពុកតែបន្ទាប់អំពីខ្យល់អាសាសៈបាសាសៈរលត់គឺគេត្រូវសម្រេចចិត្តដែរអ្នកដូចញោមឧបាសិកាហោមឡាអញ្ចឹងតែចាប់ខទេសនាទៅរូបប្រខណ្ឌញោមហោមឡាគឺត្រូវបូជាជាមួយនឹងព្រះអគីនៅសល់ត្រឹមតែធាតុមកកញ្ចប់ទុកគោរពបូជាទេយើងទាំងអស់គ្នាក៏ដូចគ្នាអញ្ចឹងដែរណាញោមកូនចៅស្រឡាញ់ហើយម្ដាយកូនចៅស្រឡាញ់ហើយលោកឪពុកកូនចៅស្រឡាញ់ហើយអ្នកមានគុណតែអោបកសោបថែរក្សាតែក្នុងពេលយើងនៅមានជីវិតរស់នៅទេដល់តែពេលយើងស្លាប់គឺគេក៏សម្រេចចិត្តធ្វើកិច្ចទៅតាមភាពជាក់ស្ដែងនៃការឯកភាពគ្នាចិត្តព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងឲ្យញោមត្រូវសម្គាល់ថារូបរាងកាយរបស់យើងនេះបន្ទាប់អំពីខ្យល់អាសាសៈបាសាសៈនឹងរលត់ទៅកូនចៅក៏គេចាប់ផ្ដើមរំលាយរូបខណ្ឌរបស់យើងហើយទី6ចុងក្រោយនេះយ៉ាងកញ្ចេសង្ខារាំងអសុភ័ងឧបកន្តងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាកុំគិតតែរូបរាងកាយ
បន្តអំពីសេចក្តីស្លាប់នឹងឯងមកដល់ហើយរូបរាងកាយរបស់យើងនឹងនៅល្អគឺលែងល្អទៀតហើយរូបកាយនេះតាមពិតទៅជាទីប្រាថ្នារបស់មនុស្សយើងគ្រប់តែគ្នាដោយអំណាចចង់បានរូបនឹងល្អណាញោមសុខចិត្តចំណាយលុយទៅទិញរបស់នេះទៅទិញរបស់នោះមកបំពាក់បំពន់អារូបកាយហ្នឹងប៉ុន្តែតាមពិតទៅរបស់ដែលញោមស្រឡាញ់របស់ដែលញោមថែរក្សាមុននឹងក្រោយយូរហើយនឹងឆាប់គឺវាមកត្រូវក្បត់យើងម្ចាស់រូបហ្នឹងណាញោមណាដូចថ្មិញដើម្បីចង់ឲ្យថ្មិញល្អអ្នកខ្លះចំណាយលុយរាប់ពាន់ដុល្លារណាញោមណាយកទៅពុតថ្មិញយកទៅដាក់ថ្មិញឲ្យវាមើលទៅឃើញស្អាតប៉ុន្តែអត់យូរអត់ឆាប់អាថ្មិញហ្នឹងវាក្បត់យើងឥឡូវហូរតែមកគ្រាប់ក្នុងមាត់អត់មានញោមមើលឮតែញោមឮដែរស្បែកក៏ដូចគ្នាចង់ឲ្យស្បែកនឹងល្អអ្នកខ្លះមិនប្រឹងរស់អាស្រ័យដោយធម្មជាតិដែរទៅកែទៅកុនយកលុយយកកាក់1000 2000 3000ដុល្លារទៅកែមុខកែមាត់កែច្រមុះកែភ្នែកនឹងឲ្យវាស្អាតប៉ុន្តែអត់យូរអត់ឆាប់របស់ទាំងអស់ហ្នឹងគឺវាត្រូវក្បត់យើងចឹងដែរចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថារូបរាងកាយនេះគឺជាអ្នកដែលត្រូវក្បត់យើងទាំងអស់គ្នាជាម្ចាស់រូបក្នុងពេលដែលសេចក្តីស្លាប់នឹងឯងមកដល់អារូបកាយដែលយើងធ្លាប់តែស្រឡាញ់រូបកាយដែលយើងទាំងអស់គ្នាធ្លាប់តែប្រពាក់ប្រពូនគឺវាត្រូវបានមកក្បត់យើងអ្វីទាំងឡាយទាំងពួងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងថាស្ថិតនៅក្នុងច្បាប់ត្រៃលក្ខធម៌ទាំង3គឺអនិច្ចំសភាពដែលវាអត់ទៀងទុក្ខំសភាវៈប្រកបដោយសេចក្តីទុក្ខនឹងវាច្រើនអនត្តាអវៈអវ័យទាំងឡាយទាំងពួងនឹងឯងគឺវាមិនមែនជារបស់យើងទាំងអស់គ្នាទេចឹងបើញាតិញោមទាំងអស់គ្នាញោមយល់អំពីចំណុចទាំងអស់នេះគួរណាស់តែប្រឹងប្រែងធ្វើសេចក្តីល្អទុកជាទីពឹងសម្រាប់ខ្លួនយើងឲ្យបានច្រើនដែលយំដែរពីព្រោះអីបុណ្យបាបវាជារបស់ខ្លួនយើងបុណ្យបាបរបស់ខ្លួនលាក់បំពួនទុកមិនបានស្លាប់ទៅតាមប្រាណល្អអាក្រក់ចាត់ដោយឡែកមនុស្សណាគ្មានទានសិលភាវនាខ្ជិលជាអនេកមនុស្សនោះទៅខាងបែកពួកនរកជាដាច់ខាតមនុស្សណាមានទានសិលមិនមានខ្ជិលប្រឹងសង្វាតឧស្សាហ៍ខំអោហាតតាមដោយខ្នាតព្រះចំមក្រៃមនុស្សនោះដោះខ្លួនបានរួចចាក់ស្ថានទុកចង្រៃបានសួរប្រសើរថ្លៃហើយនឹងបានព្រះនិព្វានជាឋានបំផុតលោកទុក្ខភ័យរោគទាំងប៉ុន្មានឥតមកប៉ះពាល់បានសុខផ្សេងសានប្រសើរហងអនុមោទនាបណ្ដាចោះញាតិញោមដោយពេលវេលាខ្លីមក4តំមទៅចាប់ធោយ៉ាងកេញទៅអាច4កន្លះទៅដល់ខាងសាងគោចឹងប៉ុណ្ណឹងចុះសង្ខេបនៃធោសម្ដែងក្នុងវេលាកាសនេះគឺសម្ដែងតកតងជាមួយនឹងអភពបណដ្ឋាន6យ៉ាងធម៌ដែលញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាត្រូវកំណត់សម្គាល់ទាំង6ដូចដែលអាត្មាបានរៀបរាប់ពីខាងដើមសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទញោមអាចស្ដាប់បានយល់ហើយយកទៅបដិបត្តិរៀបចំដំណើរជីវិតរបស់យើងទាំងអស់គ្នាឲ្យបានល្អត្រឹមត្រូវត្រង់តាមធម៌វិន័យព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងបន្សល់ទុកមក
អាយ៉ាងធម្មទេសនានតិតាធូទេសនាសម្ដែងដោយខ្ញុំបកណាអាត្មាសែនសុខនេកមានប្រមាណប៉ុណ្ណេះសង្ខេបនៃធម៌ត្រឹមប៉ុណ្ណឹងឬលុះខ្វះខាតយ៉ាងណាជាស្រ័យតាមពេលវេលាប្រម៉ែប្រមោបុណ្យកុសលកើតមានក្នុងវេលាកាសនេះទៅជូនចំពោះដួងវិញ្ញាណបុព្វការីជនរបស់ញាតិញោមម្ចាស់បុណ្យជូនបុណ្យជូនកុសលជូនពរជូនជ័យញាតិញោមទាំងអស់គ្នាស្ដាប់ពធផ្ទាល់ក្នុងពេលនេះក្តីស្ដាប់តាមរយៈនៃស្ថានីយ៍វិទ្យុក្តីសុំបានបុណ្យបានកុសលបានជាបច្ច័យរួចចាក់បតុកគ្រប់គ្នាកំបីខានធម៌ទេសនាសម្ដែងអស់រយៈកាលត្រឹមតែប៉ុណ្ណេះបញ្ចប់ខ្លឹមសារក្នុងវេលាឱកាសនេះប៉ុណ្ណេះឯងអេវ៉ាំង